បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងនឹងការយករូបភាពរបស់យើងផ្ទាល់ខ្លួនធ្វើជា sticker ស្អាតៗបែបនេះបងប្អូនទាំងអស់គ្នាសម្រាប់ដែលបងប្អូនចង់ចេះធ្វើសូមទស្សនាវីដេអូនេះឲ្យចប់ហើយបងប្អូនសូមជួយចុច share ម្នាក់មួយផងនិង subscribe channel YouTube ម្នាក់មួយផងបាទបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅដល់ការធ្វើរូបភាពបែបនេះសូមបងប្អូនទាំងអស់គ្នាយើងតម្រូវឲ្យមានបងប្អូនត្រូវមានរូបភាពហើយបងប្អូនត្រូវសរសេរព្រមចំពោះបងប្អូនដែលចង់បានព្រមអាចjoinទៅលើ channel Telegram របស់ខ្ញុំបាទខ្ញុំនឹងដាក់នៅ link ជាមួយនឹង YouTube ហើយនៅក្នុង TikTok ខ្ញុំនឹងដាក់នៅក្នុង comment ហើយចំពោះ Facebook ខ្ញុំនឹងដាក់នៅក្នុង comment ដែរចំពោះ channel Telegram បងប្អូនអាចចូលទៅក្នុង channel Telegram ផងខ្ញុំដើម្បីយកព្រមបាទបងប្អូនអរគ្នាអញ្ចឹងយើងចូលមកក្នុង channel Telegram មកយើង copy ព្រមហ្នឹងមកបាទបងប្អូនអរគ្នាយើងធ្វើការ copy អញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅក្នុង Gemini កម្មវិធី Gemini បាទបងប្អូនអរគ្នាពេលដែលចូលមកដល់ក្នុងកម្មវិធី Gemini នេះបងប្អូនចុចនៅខាងលើគេ create video create image បាទយើងចុចមកហើយបងប្អូនឃើញសញ្ញាបូកនៅខាងក្រោមខាងឆ្វេងដៃបងប្អូនអញ្ចឹងចុចសញ្ញាបូកហ្នឹងមកជ្រើសរើស gallery ហើយយើងជ្រើសរើសរូបភាពមួយសន្លឹកឥឡូវខ្ញុំចង់យករូបភាពមួយនេះចាបាទយករូបភាពមួយនេះខ្ញុំចុច done អញ្ចឹងបងប្អូនទាំងអស់គ្នាផាសព្រមនឹងចូលមកបាទផាសព្រមដែលយកនៅក្នុង channel Telegram របស់ខ្ញុំឬក៏បងប្អូនសរសេរដោយដៃឡើងវិញសរសេរដោយបងប្អូនផ្ទាល់ក៏បានដែរបាទអញ្ចឹងពេលដែលយើងផាសព្រមនឹងមកហើយយើងចុចបញ្ជូនទៅបងប្អូនរងចាំបន្តិចដើម្បីឲ្យ Gemini ធ្វើការ generate ជារូបភាព 3x3 ឲ្យយើងរូបភាពទាំងអស់9បាទអញ្ចឹងបងប្អូនចាំបន្តិចឥឡូវ Gemini បានgenerate មកហើយឃើញតែស្អាតហើយបងប្អូនអរគ្នាអញ្ចឹងបងប្អូនដែលចង់ចេះអាចធ្វើតាមរយៈវីដេអូមួយនេះបើសិនបើមានចម្ងល់អីអាចឆាតនៅក្នុង channel Telegram ខ្ញុំនឹងប្រាប់ពីរបៀបធ្វើបន្ថែមទៀតបើសិនបើបងប្អូនណាធ្វើអត់បានអញ្ចឹងយើងចុច save មកហើយរូបភាពមួយនេះវានឹងចូលទៅក្នុងgallery ផងទូរស័ព្ទបងប្អូនអរគ្នាបាទវីដេអូនៃការយករូបថតរបស់យើងទៅធ្វើជា sticker គឺមានតែប៉ុណ្ណឹងសូមបងប្អូនទាំងអស់គ្នាព្យាយាមធ្វើតាមវីដេអូមួយនេះអរគុណច្រើនកុំភ្លេច subscribe channel Facebook page ឬក៏ជួយ share ម្នាក់មួយផងបាទបងប្អូនអរគុណច្រើន